Video này cứ nhung nâng một phươngអំពីគេ login នៅ account សម្រាប់យកទៅ boot ចឹងណាអញ្ចឹងបងមកចំនួនដែលគាត់ទិញ account ពីខ្ញុំទៅអាចទស្សនាវីដេអូនេះជាដំបូងក្នុងការ login account តើយើង login បែបណាឲ្យវាងាយស្រួលក្នុងការបោះ code ចូលចឹងណាដោយសារតែបងមកចំនួនគាត់ថាទិញ account ពីយើងទៅគាត់នឹងថា login បែបណាអញ្ចឹងវីដេអូនេះខ្ញុំធ្វើចែកជូនបងដែលគាត់ទិញ account boot ឬក៏ account សម្រាប់ share ផ្សេងៗហ្នឹងពីខាងយើងទៅបងអាចធ្វើតាមវិធីនេះបានក្នុងការ login ដើម្បីភាពងាយស្រួលដល់បងអញ្ចឹងជាដំបូងគឺយើងអត់មានអីពិបាកទេគឺពេលដែលបងទិញពីខាងខ្ញុំទៅគឺខ្ញុំឲ្យទី1តាក់ទងនឹង email ហើយមួយទៀតគឺតាក់ទងនឹង password account របស់យើងហើយនឹង password របស់ mail ហើយនឹង ID របស់ account ហើយបើសិនជាបងមួយចំនួនទៀតគាត់ចង់បាន 2FA យើងក៏ដាក់ 2FA ឲ្យទៀតអញ្ចឹងណាប៉ុន្តែបើសិនជាបងចង់ញ៉ៃច្រើនទេគឺបងអាចយកត្រឹមតែ ID ឬក៏ email ទៅបែរនេះអញ្ចឹងណាយើងឲ្យទាំង password email ទៅទៀតអញ្ចឹងបងអត់ចាំបាច់បារម្ភក្នុងការចូលទៅកាន់ email អត់បានសម្រាប់ recover ឬក៏ការបោះ link code អីផ្សេងទេគឺបងទិញទៅដោយទំនុកចិត្តតែនឹងតាក់ទងការទិញ account ពីខាងពួកខ្ញុំទៅហើយបើសិនជាមានចម្ងល់បងអាចសួរបានតាក់ទងនឹង account ការប្រើប្រាស់ account វាមានបញ្ហាបែបណាបែបណីហ្នឹងយកទៅ boot អត់បានអីគឺពួកខ្ញុំ free support បងទៅអត់គិតថ្លៃទេរាល់បងទិញ account ពីពួកខ្ញុំទៅអញ្ចឹងណាមិនថា account share មិនថា account boot page ទេគឺខ្ញុំធានាឲ្យគឺ account សុទ្ធតែរឹងមាំអាចយកទៅ boot បានអញ្ចឹងណាអញ្ចឹងឥឡូវកុំឲ្យខាត់ពេលយូរយើងទៅទស្សនាពីការ login ចូលគឺជាដំបូងគឺយើងចូលទៅក្នុង Chrome ហើយចូលទៅក្នុង Google ជាមុនសិនបើសិនជាបងប្អូនចង់បានភាពងាយស្រួលតែម្ដងគឺជាដំបូងគឺបងប្អូនត្រូវតែចូលទៅក្នុងកម្មវិធី Hotmail ជាមុនសិនដោយសារយើង login mail របស់យើងជាមុនអញ្ចឹងណាអញ្ចឹងយើងចូលទៅ website Hotmail ទាំងអស់គ្នាយើងវាយពាក្យថា Hotmail មកអូខេនេះគឺ Hotmail យើងចុចទៅលើនឹងហើយតមកទៀតនេះយើងចុចទៅលើ link ដែលគេដាក់ថា how to sign in to Hotmail ទៅយើងចុចទៅលើវាហើយបន្តមកទៀតយើងចុចពាក្យថា sign in អូខេបន្តមកទៀតគឺវានឹង load មកដល់ផ្ទាំងបែបនេះហើយអញ្ចឹងយើងគ្រាន់តែយក mail ដែលខ្ញុំឲ្យនេះគឺយើង copy វាមកបន្តមកទៀតគឺយើងយកវាមកផាសនៅកន្លែងនេះមកចុចពាក្យថា next អូខេបន្តមកទៀតគឺកន្លែងនេះគេសួរថាចេញបែបនេះអញ្ចឹងណាតែយើង verify ជាមួយ email អញ្ចឹងយើងចុចពាក្យថា use your password អូខេយើងចុចចឹងមកវានឹងចេញ password បន្តមកទៀតគឺយើងចុចយកកន្លែងនេះ password mail ខ្ញុំបញ្ជាក់ម្ដងទៀតគឺយើងយកកន្លែង password mail យើងអាចយកកន្លែង Facebook password បានទេហ្នឹងហើយអញ្ចឹងយើងយក password មកផាសនៅកន្លែងហ្នឹងហើយយើងចុចពាក្យថា next មកអូខេតមកទៀតខ្ញុំខ្ជិល save កន្លែងនេះយើងអាចចុច cancel បានបន្តមកទៀតគឺយើងចុចពាក្យថា cancel អូខេចុចពាក្យថា no អញ្ចឹងយើងគឺបាន login នៅ Hotmail របស់យើងរួចរាល់ហើយគឺយើង login email រួចហើយបន្តមកទៀតគឺយើងចុច new tab មកអូខេបន្តមកទៀតគឺយើងចូលទៅកាន់ Facebook ទៅយើងវាយ facebook.com ទៅអូខេយើងចុច facebook.com ហើយ enter វាមកអូខេវានឹង load មកដល់ផ្ទាំងបែបនេះអញ្ចឹងកន្លែងនេះយើងដាក់ email ទៅអញ្ចឹងក្នុងការ login វាមាន2ជម្រើសបើសិនជាបងចង់ចូលវាជាមួយនឹង Hotmail ក៏បានចូលជាមួយនឹង ID ក៏បានយើងចូលជាមួយ ID យើងគ្រាន់តែ copy ID នឹងមកដាក់នៅកន្លែង email នឹងមកបន្តមកទៀតយើងទៅ copy តាក់ទងនឹងFacebook password ហ្នឹងហើយអញ្ចឹងយើង copy កន្លែង Facebook password ហ្នឹងទៅហើយយើងចូលទៅតាមធម្មតាទៅអូខេយើងចុចថា login មកប៉ុន្តែបើសិនជាយើងចង់ចូលជាមួយនឹង Hotmail ក៏បានយើង copy Hotmail តែម្ដងមកហ្នឹងហើយយើងចូលមកដល់មកកាន់ account nàyអញ្ចឹងក្នុងករណីដែលថាបងប្អូនត្រូវការ add admin page អីវាទាមទារនៅលេខកូដបើសិនចូលទៅវាទាមទារនៅលេខកូដគឺបងអាចមកយកលេខកូដនៅក្នុងHotmail នេះបានអញ្ចឹងណាតែខ្ញុំមិញដោយសារតែខ្ញុំ login ជាមួយនឹងID ចឹងហើយវាអត់មានការទាមទារទេតែបើសិនជាក្នុងករណីដែលវាទាមទារឲ្យបោះលេខកូដអីទៅ email អីបងអាចចូល sign in email ជាមុនសិនដោយធ្វើតាមការណែនាំដែលខ្ញុំបានប្រាប់ចឹងណាអញ្ចឹង
បងដែលមានបំណងចង់ទិញ account មិនថា account share ថា account boot page ទេគឺយើងមានលក់បងអាចតំណមកបានហើយយើង free support ជូនបងអញ្ចឹងណាហើយមានការធានាត្រឹមត្រូវបើសិនជាប្រើអត់កើត boot អត់កើតក៏យើងមានការដូរជូនថ្មីជូនបងទៀតអូខេវីដេអូនេះខ្ញុំមានការបង្ហាញបែបហ្នឹងទេជួបគ្នានៅវីដេអូក្រោយ